បើនៅក្នុងប្រទេសកម្ពុជាយើងគាត់ថាយើងទិញដីទុកសម្រាប់លក់នៅថ្ងៃក្រោយមែនទេប៉ុន្តែបងប្អូនគាត់ថាលុយ$100បងប្អូនអាចទិញដីតម្លៃ$100ឲ្យវាឡើងទៅដល់រាប់លានបានទេអត់បានទេប៉ុន្តែនៅក្នុង crypto គឺមានរឿងជាច្រើនបានកើតឡើងហើយនៅក្នុងទីផ្សារ crypto នេះគឺវាមានកន្លែងវាច្រើនដែលសម្រាប់ឲ្យយើងធ្វើការ trade បានន័យថាយើងលេងណាយើងទិញយើងលក់តែនៅកន្លែងខ្លះហ្នឹងគឺវាដូចជាការលេងល្បែងចំបងប្អូនប៉ុន្តែចំណុចល្អមួយដែលវាខុសពីការលេងល្បែងព្រោះថាអ្នកលេងល្បែងបងប្អូនគាត់អត់មានឱកាសនៅក្នុងការធ្វើឲ្យខ្លួនឯងទៅជាសេដ្ឋីទេយ៉ាងច្រើនគាត់លេងចាញ់ឈ្នះអញ្ចឹងណាប៉ុន្តែបើយើងបុកសរុបរួមមកគឺគាត់ចាញ់វិញទេចាព្រោះអ្នកដែលឈ្នះហើយភាគច្រើនគាត់ទៅលេងភាសាទៀតអញ្ចឹងគាត់នឹងចាញ់វិញប៉ុន្តែសម្រាប់ទីផ្សារ crypto គឺវាមានដូចខ្ញុំនិយាយអញ្ចឹងវាមានច្រើនកន្លែងប៉ុន្តែខ្ញុំសូមលើកយកតែពីរកន្លែងធំឯដែលជាទូទៅគឺគេលេង crypto គឺគេលេងកន្លែងហ្នឹងទីមួយគឺបងប្អូនទិញចាទិញកាក់នៅក្នុងក្រុមហ៊ុនណាមួយដែលបងប្អូនយល់ឃើញថាបងប្អូនស្រឡាញ់វាហើយបងប្អូនយល់ថាកាក់ហ្នឹងនឹងឡើងថ្លៃនៅពេលអនាគតបងប្អូនទិញវាយកទុកបន្ទាប់មកទុក1ឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំ5ឆ្នាំយើងអត់ដឹងទេថាតើរយៈពេលប្រហែលវាអត់ទៀងព្រោះរឿងទាំងអស់នេះបើសិនជាគេដឹងមុនគឺគ្រប់គ្នាខ្លាចជាសេដ្ឋីឯងប៉ុន្តែគឺអត់មានអ្នកដឹងទេគឺទីផ្សារនេះគឺវាអត់ទៀងទេវាជាទីផ្សារលុយរបស់ពិភពលោក